ជាក្លិនសង្សារសម្រាប់ចិត្តបងនឹងហើយអាម៉ានេះអាថោកទៀតចាំមើលណាម៉ាក់មិនទាន់សម្រានទេហ៎បន្តិចទៀតម៉ាក់ចូលគេងហើយចុះកូនឯងបាទកូនចាញ់ទៅស្រូបខ្យល់អាកាសនៅសួនក្រោយផ្ទះបន្តិចលោកប៉ាសូវស្រួលខ្លួនមានការអីនិយាយមកខ្ញុំចង់ជួបនិយាយគ្នានៅហាងកាហ្វេណាបងមិនដឹងជាហាងកាហ្វេស្អីទេឯងកំពុងតែនៅកន្លែងលោកប៉ូលីសខ្ញុំជាម្ដាយក្មេងស្រីឈ្មោះកនថាមានបានដំណឹងកូនស្រីខ្ញុំដែរទេលោកប៉ូលីសខាងប៉ូលីសព្យាយាមឲ្យនមីងប៉ុន្តែគ្មានបានតម្រុយអីសោះពុទ្ធោក្មួយប៉ូលីសខ្ញុំនឹងគ្រួសារមានភារភាពណាស់ដែលលោកនិងលោកស្រីទទួលស្វាគមន៍យ៉ាងកក់ក្ដៅបានដោយរីករាយទៅចុះណាលោកកុំក្រាញ់ចិត្តអីផ្កាស្អាតស្អាតណាស់មើលចុះចិត្តទេមនោរម្យយ៉ាងក្រៃលែងអ្នកនាងជាអ្នកណាម៉ែចាខ្ញុំម៉ាក់នឹងបងទូចពួកយើងអើយមីខ្មៅជ្រៀងរកឪឯងអីណាហាទាំងកដាលយប់អញ្ចឹងម៉ាមីចង្រៃហើយណែផលឯងយកកណ្ដុរដែលងាប់នេះចេញឲ្យមែនទេកណ្ដុរងាប់អីទៅលោកស្រីនាងខ្ញុំមិនបានដឹងផងអញ្ចឹងមានតែសុកជាអ្នកយកវាចេញអត់ទេលោកស្រីបងសុកមិនទាន់បានចូលផ្ទះបាយឯណាមានតែខ្ញុំទេដែលធ្វើបាយម្ហូបតែម្នាក់ឯងបើសុកនឹងផលមិនបានយកខ្មៅកណ្ដុរនេះចេញទេអញ្ចឹងជាណាទៅបើថាខ្ញុំច្រឡំក៏មិនទំនងដែរបើស្អុយម្លឹងឬមួយក៏មានឆ្មាវាអូសយកទៅស៊ីប៉ុន្តែបើឆ្មាក៏មិនទំនងដែរព្រោះឆ្មាបើវាស៊ីកណ្ដុរវាគួរតែស៊ីអស់ភ្លាមនឹងហើយវាមិនទុកឲ្យស្អុយនៅពេញផ្ទះនោះទេលោកស្រីកំពុងតែគិតពីអីដែរចាគ្មានអីទេណែមានអីឲ្យខ្ញុំជួយទេផលអាចារ្យគ្មានទេលោកស្រីរួចបានម្ហូបអីហ្នឹងចាគឺស្លសម្លផលិតត្រីប្រាតាមការកំងរបស់លោកស្រីកាលពីល្ងាចអញ្ចឹងខ្ញុំមិនរំខានទេអូណែចាំពេលរៀបចំបាយកុំភ្លេចដាក់ទឹកត្រីចុចម្ទេសឲ្យខ្ញុំផងណាផលព្រោះសម្លម្ជូរផលិតបានលាយទឹកម្ទេសហឹលពិតជាឆ្ងាញ់ចាលោកស្រីទេកាន់តែគិតកាន់តែឆ្ងល់បើសុកនឹងផលមិនបានយកខ្មៅកណ្ដុរចេញទេចុះវាបាត់ក្លិនស្អុយទៅណាឬក៏ប៉ាវាជាអ្នកធ្វើប៉ុន្តែប៉ាវាជាមនុស្សខ្លាចសត្វកណ្ដុរណាក្មេងធ្វើបាយម្ហូបឆ្អិននៅម៉ាក់វាខ្ញុំដូចជាឃ្លានហើយនេះចាកំពុងតែចិត្តឆ្អិនហើយណែប៉ាវាខ្ញុំសួរបន្តិចសួរអីនិយាយមកព្រឹកមិញប៉ាវាឯងបានឆ្កឹះសត្វខ្មៅកណ្ដុរចេញពីបាយដែរឬអត់ខ្មោចកណ្ដុរទេខ្ញុំបានដឹងទេខ្ញុំមិនណាតែឆ្កឹះខ្មោចកណ្ដុរនោះមនុស្សញញើតនឹងកណ្ដុរសឹងស្លាប់ទៅហើយបើប៉ាវាឯងមិនបានធ្វើសុកនឹងផលក៏មិនបានធ្វើតើអ្នកណាជាអ្នកឆ្កឹះខ្មៅកណ្ដុរនោះចេញទៅឬក៏កូនមេតាទេដឹងទេកូនមេតាមិនមែនជាមនុស្សដែលទើសទាល់រឿងអញ្ចឹងទេបើថាកូនស្រីវតីវាកាន់តែមិនមែនស្អីគេកណ្ដុរងាប់មួយសងល្អូល្ងៅទៅកើតដែរទេខ្ញុំវាឆ្ងល់យប់មិញខ្ញុំក្រោកទៅរកទឹកផឹកក៏ធំក្លិនស្អុយជាខ្លាំងស្មានថាមានសត្វកណ្ដុរងាប់ប្រហែលជាឆ្មាអូសយកទៅស៊ីបាត់ទៅហើយឆ្មាមកពីណាប៉ាវាបើផ្ទះយើងគ្មានសត្វឆ្មាផងហ្នឹងឆ្មាអ្នកចិត្តខាងអីទៅណាឆ្មាអ្នកចិត្តខាងឯណាចូលទៅក្នុងកើតនោះបើផ្ទះយើងសុទ្ធតែដាក់កន្លឹះហ្នឹងណាហើយគ្រាន់តែអញ្ចឹងសោះក៏ឆ្ងល់ច្រើនដែរប្រហែលជាម៉ាក់វាឯងច្រឡំតែខ្លួនឯងក៏មិនដឹងសម្រាប់ថាអញ្ចឹងចុះណែគាត់ខ្ញុំមានរឿងមួយទៀតចង់និយាយប្រាប់រឿងអីនិយាយមកប៉ាវាឯងនៅចាំក្មួយស្រីម្នាក់ដែលកូនមេតាឲ្យមកជម្រាបសួរយើងនោះបានទេនរណាអញ្ចេះអូចាំបានហើយក្មួយស្រីម្នាក់នោះដូចជាឈ្មោះអីណែកននិថាហើយអ្មិចបានជារំលឹកឈ្មោះនាងមកក្រែងកូនមេតានិយាយថាបែកគ្នាជាមួយនាងហើយតើអីយប់មិញនឹងចម្លែកខ្ញុំបានយល់សប្តិឃើញនាងហើយឃើញយ៉ាងម៉េចបានជាថាចម្លែកគឺឃើញថានាងខ្លាចទៅជាខ្មោចណាស់ប៉ាវានេះអាចបដាលមកពីម៉ាក់វាឯងនឹងល្វើល្វាយតាមភាពយន្តពេកណែចាំមើលស្ដាប់ខ្ញុំនិយាយសិនដំបងខ្ញុំសុបិនថាខ្ញុំកំពុងតែនៅក្នុងព្រៃមិនដឹងច្រកចេញចូលកន្លែងណាកន្លែងណីទេភ្លាមនោះស្រាប់តែមាននារីវ័យក្មេងម្នាក់ឈរយំបែរខ្នងដាក់ខ្ញុំលុះនាងបែរមុខមកនាងជាក្មួយស្រីម្នាក់ដែលកូនមេតានាំមកឲ្យជម្រាបសួរយើងនោះនាងគិតតែពីយំឲ្យតែស្រាក់ហើយពោលឡើងថាម៉េចក៏សម្លាប់នាងលុះខ្ញុំសួរនាងថាអ្នកណាសម្លាប់ក្មួយនាងក៏និយាយថាជីវិតមួយសងដោយជីវិត3
រួចហើយក៏ប្រែទឹកមុខទៅជាខឹងសម្បាហើយភ្លាមនោះដែរនាងក៏ប្រែរូបរាងទៅជាខ្មោចសាច់ឡើងញាប់ព្រៃ ខ្មែរយើងមានជំនឿថាយល់សពអញ្ចឹងខ្មោចឲ្យព្រលឹង លោកប្រុសលោកស្រីអញ្ជើញមកពិសាបាយ អរគុណហើយផលតោះម៉ាក់វាទៅញ៉ាំបាយ ចាតោះ កំពុងធ្វើអីដែរថ្មហ្នឹង ចាក៏រៀបចំឯកសារសម្រាប់ការងារថ្ងៃស្អែក មិនខានទេដឹងនេះ មិនអីទេនិយាយមក ខុនហាក់ដូចជាតោះតាយជាមួយខ្ញុំម្លេះ តោះតាយយ៉ាងម៉េចទៅខ្ញុំធម្មតាតា ថ្ងៃមុនខំត្រៀមបាយម្ហូបខុនបាយជាមានភ្ញៀវនៃផ្ទះទៅវិញខ្ញុំអន់ចិត្តណាស់ ខ្ញុំពិតជាសំទោសមែនតើថ្ងៃនោះប៉ុន្តែបាននិយាយទៅជាកំហុសរបស់លោកច្រើនជាងដែលបានផ្ដោតដំណឹងដល់ខ្ញុំជាមុនបើមិនអញ្ចឹងសោះមិនសូវខាត មែនហើយខំមកពីខ្ញុំមិនដឹងថាពេលណាបានញ៉ាំបាយទៅពីអ្នកខុនកសទៀតទេ ចុះបើញ៉ាំតែម្នាក់ឯងញ៉ាំអត់ចូលឬយ៉ាងម៉េច ខុនព្រោះតែចង់ឃើញមុខខុនហ្នឹងណា មកខ្ញុំមានអីចម្លែកទៅបានជាចង់ឃើញ ព្រោះតែគួរឲ្យស្រឡាញ់ទេដឹង ខ្ញុំចង់ទៅសម្រាប់ហើយ បញ្ញាប់ម្លេះខុនម៉ោងទៅ8កន្លះហ្នឹង មិនដឹងថាមានអីត្រូវនិយាយបន្តផង ចេះតែនិយាយពីនេះពីនោះទៅណា សំទោសខ្ញុំមិនសូវចេះនិយាយណៃណងដូចតួក្នុងរឿងល្ខោនទេម្យ៉ាងទៀតក៏ងងុយគេងហើយ និយាយជាមួយខ្ញុំលះដូចមន់រពងអញ្ចឹងបើនិយាយជាមួយអាមសៀនោះវិញរាប់ម៉ោងអញ្ចឹងចូលសម្រាប់ចុះរាត្រីសួស្ដីណា ចារាត្រីសួស្ដី ណាកុំតន់ចុចបាត់នាង មានអីមែនទេ ស្អែកនេះនាងទំនេរដែរអន់ ចាទំនេរមានការអីហ៎ បាទគឺចង់អញ្ជើញលោកប៉ានិងអ្នកម៉ាក់របស់នាងមកពិសាបាយនៅផ្ទះខ្ញុំបានម្ដង និយាយរឿងញ៉ាំបាយអញ្ចឹងខ្ញុំទៅតែនឹកឃើញថាល្ងាចស្អែកក្រុមគ្រួសារនាងខ្ញុំមានណាត់ទៅញ៉ាំបាយផ្ទះគេដែរនឹងពិតជាអធិស្ឋានលោកមែនតែន មានណាត់គប់ជួនម្លេះឬវាគ្រាន់តែចលេះដែលខុនកសមិនចង់ផ្ដល់ឱកាសឲ្យខ្ញុំ យ៉ាងម៉េចនេះបានជាមានសម្ដីដូចជាហឹង្សាបែបនេះមកដាក់ខ្ញុំផ្ដល់ឱកាសស្អីខ្ញុំពិតជាមានភ្ញៀវមែនហើយគ្រាន់តែខ្ញុំមានភ្ញៀវលោកក្តៅកាហាយដែរអី ណែគឺគ្មានទេមកពីខ្ញុំឃើញកណ្ដុលរត់បានជាខ្ញុំភ្ញាក់ខ្ញុំមិនបានខឹងសម្បានឹងនាងឯណា បានហើយខ្ញុំត្រូវការសម្រាប់ ពុទ្ធធោអើយ ព្រោះតែវត្តមានអមសៀននោះហេមិនបានជាធោផ្កានឹងអាលំអញ្ចឹង គឺអូនជាអ្នកធ្វើវានឹងណាបង ហេស្អុយក្លិនអីក៏អាក្រក់ម្លេះចង់មុននឹងមិនកុំស្អុយអញ្ចឹងវ៉េ ជាក្លិនសង្សារសំណប់ចិត្តបងនឹងហើយអាម៉ានីអាថោកទៀតចាំមើលណាអញនឹងតាមព្យាបាទឯង លោកប៉ានិងអ្នកម៉ាក់មិនទាន់សម្រានទេហ៎ បន្តិចទៀតម៉ាក់ចូលគេងហើយចុះកូនឯង បាទកូនចាញ់ទៅស្រូបខ្យល់អាកាសនៅសួនក្រោយផ្ទះបន្តិចលោកប៉ាអ្នកម៉ាក់ស្អែកនាងគ្រួសារនាងខុនអញ្ជើញមកពិសាបាយនៅផ្ទះយើងអូឃើញម៉ាក់កូនឯងប្រាប់ក្មេងៗរៀបចំម្ហូបអាហារដែរតើ ម៉ាក់នឹងបានឃើញមុខអនាគតកូនប្រសាម៉ាក់ហើយ មិនដឹងជាកូនប្រសាអីទេម៉ាក់អូមិនក៏ចេះតែបង្អាប់កូនខ្ញុំអញ្ចឹងមិនដឹងថាគេអៀនទេអីហ៎ អូប៉ាកូនមានរឿងមួយចង់ជម្រាបលោកទាំងពីរ មានរឿងអីនិយាយមក គឺព្រឹកមិញកូនបានទៅហាងកាហ្វេស្រាប់តែមានអាមសៀម្នាក់ណានោះមកធ្វើឲ្យកពុបកាហ្វេលើកូនហើយនិយាយគំរាមកូនទៀតផងហើយគេនិយាយគំរាមថាម៉េចទៅបាទគឺវានិយាយថាបើចង់សុកខ្លួនឲ្យកូននៅឲ្យឆ្ងាយពីនាង យីរួចយ៉ាងម៉េចបានជានិយាយអញ្ចឹងដាក់កូនឯងហាមានការយល់ច្រឡំទេដឹង កូនក៏មិនយល់ដែរបំរុងថានឹងសួរវាដែរប៉ុន្តែវាដើរចេញទៅបាត់កូនឯងទៅតាក់ទងជាមួយមិត្តស្រីរបស់គេទីដឹងអត់ទេប៉ាដូចប៉ាដឹងស្រាប់ទៅហើយថាកូនមិនដែលទៅតាក់ទងជាមួយនារីណាទេ អញ្ចឹងអាចថាកូនឯងមានមុខមាត់ស្តៀងម្នាក់ដែលម្នាក់នោះនិយាយគំរាមកូនទេដឹង កូនមិនដឹងទេប៉ុន្តែមកភ្លាវជាមួយកូនក៏ភ្លាវទៅវិញដែរទេអញ្ចឹងមានន័យថាកូនឯងដល់គេមែនទេអត់ទេប៉ាហិង្សាចំពោះកូនគឺប្រើតែពេលដែលស្ថានភាពគ្រប់គ្រងលេងបានតែប៉ុណ្ណោះ អញ្ចឹងកូនឯងធ្វើម៉េចទៅ គឺកូនដៀលវាមនុស្សអីប្រភ្លើអញ្ចឹង
វាថាវាមិនបានឃើញកូននិងច្បាស់ជាមានការយល់ច្រឡំណាមួយមិនខានទេតទៅកូនឯងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិចណាក្រែងវាមានគំនិតលួចឆ្មក់ធ្វើបាបកូនឯងបាទប៉ាកូននឹងប្រុងប្រយ័ត្នអាឡូបងម៉ានីមានការអីនិយាយមកបងមិនចេញទៅធ្វើការទេអីថ្ងៃហ្នឹងអត់ទេថ្ងៃនេះមិនសូវស្រួលខ្លួនមានការអីនិយាយមកខ្ញុំចង់ជួបនិយាយគ្នានៅហាងកាហ្វេណាបងមិនដឹងជាហាងកាហ្វេស្អីទេឯងកំពុងតែនៅកន្លែងធ្វើការអីខ្ញុំអត់ទៅធ្វើការទេបងមានអារម្មណ៍ថាមិនស្រួលដែរមានธุរៈអីមកផ្ទះបងមកបាទបងចុះអូនបាត់តៃនាងទៅហាងឬក៏អត់បងមិនដឹងដែររកវាធ្វើអីមិនមានអីទេបងបន្តិចទៀតខ្ញុំទៅដល់ហើយបានហើយអញ្ចឹងអាឡូអាហុងយ៉ាងម៉េចទៅហើយវីវហើយលបងអាភឿនវាធ្វើការប្រហែសឥឡូវប៉ូលីសចាប់វាបានមកអាចចង្រៃរួចចុះឥឡូវយ៉ាងម៉េចទៅហើយគឺប៉ូលីសរឹបអូសយកតំណែងអស់ហើយលបងរឿងតំណែងប៉ុណ្ណឹងអញចាត់ទុកថាជារង្វាន់ឲ្យប៉ូលីសពុកអលួយទាំងអស់នោះទៅចុះប៉ុន្តែអញបារម្ភពីអាភឿនបើវាឆ្លើយថាអញជាម្ចាស់តំណែងទាំងអស់នោះវាមិនចប់សពគ្រប់ទៅហើយទេអីអញធ្លាប់លើគេនិយាយថាជាប់គ្នារយេងរយងដូចជាសម្លកពឹសដែរទេទាំងអញនឹងគឺស្ពៃបាញ់ចឹងគិតធ្វើយ៉ាងម៉េចទៅលបងសម្រាប់អាចចង្រៃភឿននឹងចោលទៅមុនពេលវាសារភាពសម្រាប់យ៉ាងម៉េចទៅលបងយេម៉ាក់អាស្អីគេនេះបើនៅក្បែរអញមកកភ្លៀងហ្មងចូលអញចាំថាសម្រាប់អញហុចទៅលុយឲ្យពួកប៉ូលីសខួរលួយនោះទៅអញគ្មានបញ្ហានោះទេប៉ុន្តែសម្រាប់ឯងគិតមើលទៅបាទលបងចាំខ្ញុំសម្រេចផែនការម៉ាអាឡានអូងមានទុកវិកិតតែផ្លូវរួចខ្លួនតែខ្លួនវាឲ្យគ្នាសុំទោសផងណាអាភឿនម៉ាចង្រៃធ្វើការលលើមិនអញ្ចឹងចាលោកប៉ូលីសខ្ញុំជាម្ដាយក្មេងស្រីឈ្មោះកនថាមានបានដំណឹងកូនស្រីខ្ញុំដែរទេលោកប៉ូលីសខាងប៉ូលីសព្យាយាមឲ្យនមីងប៉ុន្តែគ្មានបានតម្រុយអីសោះពុទ្ធោក្មួយប៉ូលីសអើយជួយមីងក្នុងការតាមរកកូនស្រីមីងផងណាអើយកូនឯងកូនបាទក្រុមការងារនឹងព្យាយាមឲ្យអស់ពីសមត្ថភាពយ៉ាងណាក្មួយនឹងជូនព័ត៌មានទៅនមីងវិញចាអរគុណក្មួយប្រហែលជាដូចលោកឪមានសង្ឃដីកាអញ្ចឹងឯងម៉ាក់វីអើយប៉ាវីឯងមិនស្រឡាញ់កូនទេអីខ្ញុំនឹងតាមរកកូនខ្ញុំឲ្យដល់ទីបំផុតកូនហើយបើបនកូនមានសូមទេវតាតាមថែរក្សាកូនផងទៅចុះលោកប៉ាកូនស្រឡាញ់លោកប៉ាកូនស្រឡាញ់អ្នកម៉ាកូនស្រឡាញ់លោកទាំងពីរណាបើមានជាតិក្រោយចាំកូនមកសងគុណលោកប៉ានិងអ្នកម៉ាជាតិនេះកូនមាននិស្ស័យជាមួយប៉ានិងម៉ាក់បានតែត្រឹមហ្នឹងផ្សែងជាកូនកនថាមែនទេបើជាកូនមែនបង្ហាញឲ្យប៉ាបានឃើញផងកូនប៉ាគ្មាននិស្ស័យបានឃើញកូនទេមិនជឿទេប៉ានឹងមាននិស្ស័យជាមួយកូនគេនឹងមានវត្តមានហើយគ្រប់យ៉ាងនឹងលៀនត្រដាងមិនខានទេកូនលាហើយលោកប៉ាខ្ញុំក៏យល់សពឃើញខ្មោចមីកនថាដែរវាខឹងនឹងពួកយើងណាបងក៏ធ្លាប់យល់សពឃើញខ្មោចមីកនថាដែរបើពួកឯងសុទ្ធតែបានយល់សពឃើញវាដូចគ្នាអញ្ចឹងគ្រប់យ៉ាងអាចជាការពិតហើយឬវិញ្ញាណវាមកដើម្បីចងអាឃាតពួកយើងទៅដឹងវាកាន់តែចម្លែកនិងកាន់តែច្បាស់នៅយប់ដែលខ្ញុំយល់សពឃើញវាគឺវាមកច្បាច់កខ្ញុំដល់ពេលខ្ញុំភ្ញាក់ដឹងខ្លួនភ្លាមនោះស្រាប់តែថោផ្កាអាលុំហើយមានឈួលក្លិនស្អុយយ៉ាងចម្លែកថ្ងៃដែលអូននៅក្នុងហាងលក់សិលបំពាក់នោះក៏ដូចបងដែរវាចេញមកស្ដែងតែម្ដងលុះមែនតែនទៅអ្នកទិញសោះប៉ុន្តែក្រោយមកអ្នកទិញនោះចេញទៅអូនក៏បានលឺសំឡេងខ្មោចមីកនថាវាសួរអូនថាសុខសប្បាយទេសំឡេងរបស់វាពោពេញទៅដោយគំនុំបងថ្ងៃមុនចេញទៅក្រៅស្រាប់តែមួយផ្លេតនោះឃើញមាននរណាម្នាក់ឈរមុខឡានបងហើយក៏បាត់ទៅវិញទៅ
ក្រោយពេលដែលបងចូលក្នុងឡានវិញស្រាប់តែមានក្លិនស្អុយយ៉ាងខ្លាំងស្ទើរតែទ្រាំមិនបានទេហើយយប់មិញនេះក៏អញ្ចឹងដែរ បងគួរតែទៅរកវត្ថុស័ក្តិសិទ្ធិការពារខ្មោចបិចចង្រៃហ្នឹងទៅអីបង ចំពោះពួកយើងមិនអីទេព្រោះថាយើងបានទៅឲ្យលោកស្រោចទឹកលើករិស័យរួចហើយហ្នឹងប៉ុន្តែបងម៉ានីគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិចណាពួកឯងកំពុងតែគិតខុសហើយលោកតាលោកគ្រាន់តែឲ្យធွာលើករិស័យមិនឲ្យបល័យការពារខ្មោចតែឯងទេ អញ្ចឹងគិតយ៉ាងម៉េចទៅបងខ្ញុំបារម្ភថាខ្មោចមីហាច់ហ្នឹងណាវាមកច្បាច់កខ្ញុំស្លាប់ណាឆាប់រកដំណោះស្រាយទៅបងមើលទៅមីស្អីគេហ្នឹងណាវាចង់អាឃាតនឹងពួកយើងសម្បំណា មែនទេបងគិតយ៉ាងម៉េចទៅបងគិតថាពួកយើងគួរទៅរកគ្រូខ្មោចការពារល្អជាង មែនហើយបងកំណត់នេះល្អឲ្យគ្រូខ្មោចចាប់ព្រលឹងវាញាត់ចូលក្នុងក្អមហើយបោះចូលក្នុងទឹកទន្លេដូចក្នុងរឿងទៅ នាំខ្ញុំទៅរកគ្រូខ្មោចថ្ងៃនេះតែម្ដងទៅបងខ្ញុំខ្លាចវាមកច្បាច់កដូចអូនវតីឋានណាចុះពួកឯងអត់ទៅធ្វើការទេ គ្មានអារម្មណ៍ណាធ្វើការទេបងបើខ្មោចមីកុនឋានហ្នឹងវាតាមលងរហូតអញ្ចឹងនោះ អញ្ចឹងទៅរកគ្រូខ្មោចទាំងអស់គ្នាតែម្ដងទៅអញ្ចឹងគិតទៅរកនៅណាទៅបងយើងទៅខាងឧដុង្គទៅកំសាន្តផង ចាមែនហើយបងនាំគ្នាតាណានឹងកូនរួចម្នាក់មិនទៅធ្វើការទេអី បាទពួកកូនគិតទៅលេងនៅភ្នំបរិជ្ជទ្រព្យណាម៉ាក់ ទៅដើរលេងប៉ុន្តែថ្ងៃនេះជាថ្ងៃអង្គារនៅឡើយទេណាគួរតែទៅថ្ងៃសម្រាប់ទើបមានមនុស្សច្រើនថ្ងៃធម្មតាក៏សប្បាយដែរម៉ាក់មានមនុស្សដូចតែគ្នាម្យ៉ាងមិនសូវចង្អៀតផ្លូវផងបើថាថ្ងៃអាទិត្យទៅជាលក្ខណៈគ្រួសារសប្បាយជាង ពួកកូនមានធរៈសំខាន់ផងអ្នកម៉ាក់ មានធរៈអីទៅ អូណែពួកកូនទៅលេងផ្ទះម្ដាយមីងអាឆៃហ្នឹងណាម៉ាក់ ម៉ាក់ស្មានថាមានរឿងអីចាំសប្តាហ៍ក្រោយយើងទៅលេងភ្នំព្រះរាជទ្រព្យជាលក្ខណៈគ្រួសារតែម្ដងទៅម៉ាក់នឹងហើយអញ្ចឹងនាំគ្នាទៅចុះកូនទាន់មេឃមិនទាន់សូវក្តៅ បាទម៉ាក់តោះយើងតោះ ចារីករាយណាស់លោកស្រីដែលបានស្គាល់គ្នា ខ្ញុំនិងគ្រួសារមានភារភាពណាស់ដែលលោកនិងលោកស្រីទទួលស្វាគមន៍យ៉ាងកក់ក្ដៅបានដោយរីករាយទៅចុះណាលោកកុំក្រាញ់ចិត្តអីធ្វើដូចជាគ្រួសារតែមួយទៅ ឱកាសក្រោយសង្ឃឹមថាគ្រួសារខ្ញុំនឹងបានទៅញ៉ាំបាយផ្ទះលោកស្រីបានម្ដង ទទួលស្វាគមន៍ចនិចណាលោកស្រីមិនថាអញ្ចឹងអីម៉ាក់វា ចាគឺទទួលស្វាគមន៍ជាពិសេសតែម្ដងហើយណាលោកស្រី ពិតជាអរគុណណាស់ចា នេះជាក្មួយមែនទេខុនកែសចាជាក្មួយ ពិតជាស្រស់សុភាជានារីខ្មែរណាស់ស្រស់ស្អាតកាត់តាមម៉ាក់តាមប៉ា ចិន្តាអូនឯងនាំនាងខុនទៅកំសាន្តសូននឹងក្រោយសិនទៅណាចំណែកកូនសុំទៅជួយមើលបងចុងភៅបន្តិច តាមស្រួលចុះកូន អធិស្ឋានផងណាលោកស្រីដែលខាងក្មេងៗចុងភៅរៀបចំតាន់សភាពការ អូយគិតអីអញ្ចឹងនោះគឺធម្មតាដូចជាគ្រួសារតែមួយទៅលោក ហ្នឹងហើយលោកកុំគិតអីបែបនេះបើមកដល់គិតតែពីញ៉ាំបាយភ្លាមក៏វាមិនកើតដែរធ្វើអញ្ចឹងបាត់ភាពស្និទ្ធស្នាលអស់ហើយ តាអ្នកនាងទៅមើលសួនផ្កាខាងក្រៅផ្ទះវិញតម្រាំបងចុងភៅរៀបចំរួចចាបាញ់ចឹងកូនសូមអនុញ្ញាតលោកប៉ានិងអ្នកម៉ាក់ទៅលេងខាងក្រៅសិនហើយ តាមសម្រួលចុះកូន មកលោកស្រីទៅនិយាយគ្នាក្នុងបន្ទប់ទទួលភ្ញៀវវិញល្អជាងចាលោកស្រីអូយផ្កាស្អាតណាស់មើលចុះជាទីមនោរម្យយ៉ាងក្រៃលែងអ្នកនាងជាអ្នកដាំហ៎ចាខ្ញុំម៉ាក់និងបងទូចពួកយើងជួយដាំនិងជួយមើលថែគ្នាអ្នកនាងចូលចិត្តទេចាចូលចិត្តផ្កាវាមិនត្រឹមតែផ្ដល់សោភ័ណភាពនោះទេផ្កាក៏អាចជួយឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយពេលដែលយើងមានវិបត្តិតានតឹងឬក៏បញ្ហាផ្សេងចាមែនហើយដូចជាស្រេកទឹកណាស់អ្នកនាងទៅលេងចុះខ្ញុំទៅយកទឹកមកបន្តិចសិនណាចាអញ្ជើញចុះយីគាត់ថាគាត់ចង់ញ៉ាំទឹកអីអូបងទីងបងឯងនៅណាហ្នឹង បាទទៅស្រោចផ្កានៅនាងតូចហើយមានការអីហ៎ បងឯងត្រឡប់មកវិញឬអត់ បាទគ្រាន់តែបើកក្បាលរុំម្នេក៏ត្រឡប់មកវិញព្រោះបញ្ញាប់ទៅលាងឡានមានការអីហ៎នាង ប
បងទៅដល់មានឃើញនារីម្នាក់បងជួយសួរនាងផងថាចង់ញ៉ាំអីញ៉ាំទឹកអីថាខ្ញុំឲ្យសួរណាបង បាទ យីនោះជាខ្មៅឬក៏ជាមនុស្សមែនហើយតែដោយលោកតាមានសន្និការមែនទៅថាខ្ញុំមាននិស្ស័យមើលឃើញខ្មោចគិតរកកន្លែងពួនសិនមិនចង់ជួបទេលោកអើយ ទេមើលពីចម្ងាយមកឃើញមនុស្សនៅកន្លែងហ្នឹងហូចចុះឥឡូវបាត់តាណាហើយ ខ្មោចចេះនិយាយសម្លេងដូចមនុស្ស អ្នកនាងអ្នកទៅណាបាត់ទៅ ហួយទៅបាត់ហើយនៃណាអញ្ចេះ វៈអើ ខ្មោចអើយអូយ ខ្មោចមកពីណាខ្ញុំជាមនុស្សតាហើយអ្នកនាងកំពុងតែស៊ូចមិនមែនហ្នឹង ជាមនុស្សមែនឬក៏អី បាទជាមនុស្សទាំងសាច់ទាំងឈាម អូយស្មានថាខ្មោចឡង មានរឿងអីអ្នកនាងបង្ទិញកាត់អីហ្នឹងបាទអ្នកនាងតូចឲ្យខ្ញុំមកសួរអ្នកនាងខាងនេះថាចង់ញ៉ាំទឹកអីខ្ញុំខំរកគាត់ដែរតែរកមិនឃើញបែរជាឃើញគាត់កំពុងតែអង្គុយស៊ូចនៅក្នុងគុម្ពផ្កានេះទៅវិញ និយាយតែផ្ដាខ្ញុំកំពុងតែមើលផ្កាតា បងឯងនិយាយតែផ្ដាស់មែនបើគេចង់ស៊ូចគេទៅបន្ទប់ទឹកហើយ អីអីក៏យូរម្លេះបងទីងនេះ គឺរវល់តែអ្នកនាងខាងនេះលេងបាត់ពួនហ្នឹងណាអ្នកនាងតូច កុំប្រកាន់នឹងគាត់អីអ្នកនាងគាត់ចូលចិត្តនិយាយតែអញ្ចឹង ចាមិនអីទេតបងមិញមកប្រាខ្ញុំឲ្យមកហៅពួកបងទៅញ៉ាំបាយ តោះអញ្ជើញអ្នកនាងវិញ្ញាណនាងចង់អាឃាតនឹងពួកឯងហើយ បងណាលោកគ្រូនេះនិយាយជាមួយបងមនីភ្នែកសម្លឹងមើលខ្ញុំអញ្ចឹងជឿទុកចិត្តបានដែរអី តែផ្ដាស់ចំជាគ្មានពូជម្បោមែនបានហើយយើងមិនជួយទេទៅរកគ្រូផ្សេងទៅខ្ញុំសុំទោសចំនួនប្អូនខ្ញុំផងទៅចុះលោកគ្រូវានៅក្មេងវិញនិយាយមិនសូវចេះគិតទេវត្តៃឆាប់និយាយសុំទោសលោកគ្រូភ្លាមទៅ ខ្ញុំសុំទោសលោកគ្រូ អូនឯងនេះចំជាមាត់អត់កម្របមែនហ្មងយើងអាចជួយពួកឯងបានប៉ុន្តែតម្លៃរៀងថ្លៃបន្តិចហើយតម្លៃប្រហែលទៅលោកគ្រូគឺម្នាក់$500 $500 ងាប់ហើយចាក់កទាំងរស់ បើធ្វើមិនកើតទេនាំគ្នាទៅវិញទៅហើយកុំបកក្បាល100យើងម្ដងទៀតវត្តៃឯងនៅស្ងៀមទៅមើលកុំប្រកាន់វាអីលោកគ្រូចូលឯងចាំពាក្យខ្មែរមួយឃ្លាតែងតែពោលថាបើមិនជឿកុំប្រមាថប្រយ័ត្នងាប់លោកគ្រូជួយធ្វើរបស់ការពារឲ្យពួកខ្ញុំផងទៅទំនឹកប៉ុណ្ណឹងខ្ញុំជូនលោកគ្រូមិនអីទេចាំខ្ញុំធ្វើកថាឲ្យយកទៅពាក់ដៃដើម្បីការពារវិញ្ញាណមីខ្មោចនោះវាមានប្រសិទ្ធភាពបានយូរប៉ុណ្ណាដែរលោកគ្រូប្រសិទ្ធភាពជារហូតកុំឲ្យតែពួកឯងយកវាទៅជន់យកទៅអង្គុយពីលើនោះអាគមរបស់នឹងគឺសាបរលាបមិនខានទេចូលពួកឯងចងចាំប្រដាំនេះជានិច្ចបាទលោកគ្រូ អរគុណណាស់លោកស្រីជាពិសេសក្មួយទាំងពីរដែលទទួលស្វាគមន៍គ្រួសារមីងយ៉ាងកក់ក្ដៅបំផុតចាំទៅពិសាបាយនៅផ្ទះខ្ញុំកុំខានឲ្យសោះណាលោកស្រី ក្រុមគ្រួសារខ្ញុំនឹងទទួលស្វាគមន៍គ្រួសារលោកស្រីដោយភេទរភាពឲ្យដូចជាគ្រួសាររបស់លោកទទួលស្វាគមន៍គ្រួសារខ្ញុំយ៉ាងនោះដែរ ចាអរគុណលោកនិងលោកស្រីណាចាំមើលគ្រួសារខ្ញុំគាត់សម្រេចចិត្តទៅថ្ងៃណា ចាំថ្ងៃអាទិត្យសប្តាហ៍ក្រោយចុះលោកស្រីណែដូចជារសៀលណាស់ទៅហើយអញ្ចឹងខ្ញុំនឹងគ្រួសារគិតលាលោកនិងលោកស្រីសិនហើយបាន ចាសុខសប្បាយណាលោកស្រី អញ្ជើញទៅដល់ផ្ទះហើយសូមទូរស័ព្ទមកប្រាប់គ្រួសារខ្ញុំផងណាលោកសុខសប្បាយណាស់លោកពូណាមីង ក្មួយជម្រាបលាឲ្យលោកពូអ្នកមីង បាទសុខសប្បាយណាស់ក្មួយតោះយើងនាំគ្នាឡើងឡានទៅម៉ាក់វាតោះនាំគ្នាចូលផ្ទះយីមិនបានជាខ្ញុំចុះបន្ទប់ឆៃមិនបានអញ្ចឹងសាកម្ដងទៀតសិនអូយក្តៅណាស់ក្តៅច្បាស់ជាវាមានរបស់ការពារហើយបានធ្វើបាបឯងមិនបានអញធ្វើម៉ាក់ធ្វើប៉ារបស់ឯងក៏បាន អី
រួចចុះអ្នកណាច្រៀងទាំងកដាលយប់អញ្ចឹងអូយច្បាស់ជានាងម៉ែវវាច្រៀងហើយបកាច់យោវាច្រៀងអីទាំងកដាលយប់អញ្ចឹងចាំមើលអញទៅផ្ទះឲ្យបែកកំភ្លៀងមិនខានទេអើយអើយអើយមីក្មេវច្រៀងរកឪឯងអីណាហ៎ទាំងកដាលយប់អញ្ចឹងហ៎ម៉ាមីចង្រៃហើយពីរស់ឬអត់លោកស្រីអាខំជួយផង ម៉ាក់វាយីកាត់អីគាត់នេះ ចង់ពួយជួយផង មកនេះណាទៅ នៅលើក្បាលហ៎ខ្មោចលោកប៉ានិងអ្នកម៉ាក់ស្រែកអីទាំងកដាលយប់អញ្ចឹងនោះកាត់អីម៉ាក់លោកប៉ា គឺខ្មោចឡងអូយបាក់ជើងខ្ញុំហើយអូយ ខ្មោចឡងច្បាស់ជាខ្មោចមីកុននិថាមិនខានទេ អើយវាមកទៀតហើយ នាងម៉ែវតើគាត់នេះ អូយមានលបល់កាច់អញស្មានតែខ្មោចអូយប៉ាវាជើងខ្ញុំបាក់ហើយទេដឹងហ៎ហើយក ូនឆៃឆាប់ទូរស័ព្ទទៅហៅឡានពេទ្យយកម៉ាក់ឯងទៅមន្ទីរពេទ្យជើងនឹងបើមិនបាក់ក៏ក្រិចដែរបាទប៉ា